នេះគឺជាវត្តលើភ្នំដែលមានអារម្មណ៍ថាដោយកំពុងស្ថិតនៅលើឋានសួគ៌អញ្ចឹងសួស្តីពុកម៉ែបងប្អូនខ្ញុំបាទកំពីថ្ងៃនេះដែរខ្ញុំចង់នាំបងប្អូនមកស្គាល់វត្តសំពៅ5វត្តនេះដែរគឺតាក់ចិត្តខ្ញុំ9លើ10តែម្ដងបងប្អូនឮសំឡេងវូវូហ្នឹងគឺជាអាកាសធាតុនៅទីនោះផ្ទាល់ដែលខ្ញុំអត់ចង់កាត់ចោលដោយសារសូម្បីតែសំឡេងគឺជាការចងចាំមួយដ៏ល្អបំផុតដែលខ្ញុំទទួលបានពីវត្តនេះថ្ងៃនេះខ្ញុំមកលេងវត្តនេះជាមួយបងស្រីខ្ញុំហើយព្រមតែឃើញគេលក់មីហ្នឹងគឺឃ្លានតែម្ដងដោយគិតថាបានមីឆុងញ៉ាំលើភ្នំបរិយាកាសបែបនេះប្រកាសជាឆ្ងាញ់ចម្លើយគឺឆ្ងាញ់មែនបងប្អូនអាកាសធាតុដែលខ្ញុំមកថ្ងៃនេះគឺចុះអប់បន្តិចហើយក៏មានមេឃភ្លៀងបន្តិចដែរទោះជាមើលអីមិនសូវឃើញមែនក៏ប៉ុន្តែมันអាចលុបបាត់នៅភាពស្រស់ស្អាតនៅទីនេះដែរអ្វីដែលធ្វើឲ្យខ្ញុំរតែសប្បាយចិត្តនោះគឺឃើញបងប្អូនជនរួមជាតិនិងភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗក៏មកចូលរួមធ្វើទស្សនកិច្ចនៅទីនេះដែរនេះគឺជាលើកទី1ដែលខ្ញុំមកដល់វត្តអារាមមួយនេះហើយក៏ឆ្លៀតឡើងមើលសាលាឆាន់នៅទីនោះអ្វីដែលខ្ញុំសង្កេតឃើញហើយធ្វើខ្ញុំត្រេកអរមួយកម្រិតទៀតនោះគឺឃើញពុកម៉ែបងប្អូនអ្នកស្រុកអ្នកភូមិនៅទីនោះចូលរួមពាសពេញតែម្ដងហើយបងប្អូនក៏មិនបាច់បារម្ភថាអត់មានអីញ៉ាំដោយសារនៅក្នុងបរិវេណវត្តគាត់ក៏មានលក់នំជប់ៗដែរតាមដែលបានឃើញក្នុងថ្ងៃខ្ញុំទៅគឺគាត់មានលក់នំអន្សមនំប៉ាវនិងភេសជ្ជៈតិចតួចចំណីចំណុកមិនមានច្រើនណាស់ណាទេប៉ុន្តែ